នៅវិទ្យាល័យមួយមានសិស្សស្រី3នាក់ជាសម្លាញ់ស្លាប់រស់នឹងគ្នាគឺនីសាមីណានិងលីលីពួកនាងមានចំណូលចិត្តដូចគ្នាខ្លាំងបំផុតញ៉ាំមីអូយមីនេះក្តៅដូចថាមពលកម្ដៅក្នុងមេរៀនគ្រូហ្មងបើញ៉ាំលឿនពេកដាតខ្ញុំអាចរលាយដោយសារការផ្ទេរកម្ដៅតែខ្ញុំមានកម្លាំងធានាជាមួយមីខ្លាំងណាស់ទាញចេញមិនរួចទេអូដល់ម៉ោងចូលរៀនហើយតោះញ៉ាំលឿនប្រញាប់ចូលថ្នាក់ក្នុងថ្នាក់រៀនគ្រូរិទ្ធកំពុងឈរមុខក្តារខៀនមុខតឹងដូចចរន្តអគ្គិសនីឆក់ភ្លាមនោះទ្វារថ្នាក់បើកក្រឹកអេនីសាមីណានិងលីលីដើរចូលយឺតគ្រូសួរថាអូហូក្រុមមីមកដល់ហើយចារវល់ពិសោធន៍សេតនភាពមីកងលោកគ្រូពួកឯងនិយាយទៅដើមគ្រូថាកំឡោះចាស់តែភេទនេពួកឯងបបួលគ្នាញ៉ាំមីក៏ថ្ងៃចាំមើលពួកឯងដឹងតែងាប់ហើយស៊ីមីរហូតគ្រូតាមច្បាប់រូបវិទ្យាធម្មពលមិនបាត់ទេវាគ្រាន់តែបំលែងពីមីទៅជាកម្លាំងកេងក្នុងថ្នាក់ប៉ុណ្ណោះអង្គុយចុះក្រុមមី3នាក់តែថ្ងៃក្រោយបើយឺតទៀតគ្រូដកមីពីជីវិតលឺនៅ